ជំរាបសួរបងប្អូននៅក្នុងសង្គម Facebook ទាំងអស់ជាទីនឹករលឹកនិងជាទីរាប់អានពេលមកជួបនាងខ្ញុំលីនីសម័យដែលចូលសារជាថ្មីម្ដងទៀតហើយតាមការវិភាគអត្ថបទខ្លីៗក្នុងវីដេអូឃ្លីបរបស់នាងខ្ញុំចាក្នុងថ្ងៃនេះដែរនាងខ្ញុំចង់លើកយកការវិភាគខ្លីៗមួយចាពីគណៈបកទាំងអស់ជាពិសេសគឺគណៈបកសង្គ្រោះជាតិអ្វីដែលនាងខ្ញុំលើកឡើងនេះមិនមែននាងខ្ញុំលំអៀងលើគណៈបកណាមួយទេប៉ុន្តែគណៈបកណាមួយដែលលេចធ្លោខាងសន្យានាងខ្ញុំសូមជ្រើសរើសយកគណៈបកខាងសន្យាហ្នឹងមកវិភាគចាបងប្អូនអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិទាំងឡាយខ្ញុំលីនីសម័យដេជោក៏ធ្លាប់ជាអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិដែរប៉ុន្តែនាងខ្ញុំគ្រប់គ្រងគណៈបកសង្គ្រោះជាតិមួយរយៈអាណត្តិមុនណាគឺដូចជាសັບអណ្ដើកនៅក្នុងស្នូកអញ្ចឹងលីនីសម័យដេជោមិនហ៊ានដាក់ឈ្មោះជាអីគេនារីសង្គ្រោះជាតិអីអត់ហ៊ានទេចាហើយក៏មិនហ៊ានចូលរូបពិតម្លេងដែរមានអារម្មណ៍សោកស្ដាយហ៎បើសិនជាយើងមានរូបភាពមួយបើសិនជាយើងមានមុខដែលស្រស់ស្អាតហើយយើងមិនហ៊ានទៅចាញ់ផងណាសុខចិត្តយករូបតារាយកមកដាក់ក្នុង profile សុខចិត្តយករូបឆ្ងាយឆ្មាយកមកដាក់ profile នេះធនធានគណៈបកសង្គ្រោះជាតិណាបងប្អូនខ្ញុំដាក់ឈ្មោះអីគេទេចំបៃខ្មែរយករូបស្រីបរទេសយកមកដាក់ណានារីបរទេសនារីសៀមយកមកដាក់ចាមិនហ៊ានដាក់រូបពិតទេខ្លាចអីគឺអណ្ដើកក្នុងដូងណាគេហៅថាកែបក្នុងដូងអណ្ដើកក្នុងស្នូកគឺដូចគ្នាអញ្ចឹងឥឡូវនេះខ្ញុំភ្ញាក់រលឹកហើយនាងខ្ញុំមិនមែនជាចំបៃខ្មែរទេនាងខ្ញុំគឺលីនីសម័យដេជោសម័យដេជោគឺខ្ញុំដាច់ខាតត្រូវតែឈ្នះក្នុងសម័យមួយដែលឈ្នះរហូតចាមិនអាចចាញ់ហើយក៏មិនមែនជាសម័យមួយដែលត្រូវការឲ្យមេដឹកនាំកុហកភួតភោបោកប្រាស់តាមបង្វិលតាមសន្តានតាមសម្ដីតាមបបេមាត់តាមបណ្ដាអត់ឆ្អឹងរបស់គាត់ទេចាអ្វីដែលនាងខ្ញុំវិភាគនេះការពីអាណត្តិមុនណានាងខ្ញុំចាំច្បាស់ណាស់លោកកឹមសុខាបានចុះទៅប្រមូលបងប្អូនប្រជាពលរដ្ឋយើងណាបងប្អូនចាពីអាណត្តិមុននិងអាណត្តិមុនទៀតខ្ញុំប្រាប់ណានៅតាមភូមិឃុំលោកកឹមសុខាចុះការលោកកឹមសុខានៅជាបុរសមិនមែនបុរសអាចគោឯកាលនោះប្រហែលជាបុរសបាគោក៏មិនដឹងដែរព្រោះអីគាត់មិនទាន់អន់ទេគាត់នៅមានសភាពមួយថាអត់ទាន់ចេះកុហកណាចាលោកកឹមសុខាបានចុះទៅតាមភូមិឃុំមានប្រជាជនដល់10នាក់មកអង្គុយស្ដាប់គាត់និយាយកណ្ដាលភូមិបងប្អូនចានេះខ្ញុំអាចធ្វើដំណើរកាត់តាមនឹងឃើញលោកកឹមសុខាចងងឡានមួយទៅគាត់វោកតែគាត់ទៅមានប្រហែលជាអ្នកប្រមឹក4-10នាក់ដែរអង្គុយស្ដាប់គាត់កាលហ្នឹងគាត់និយាយត្រង់ដែរបងប្អូនក៏អត់តាន់ចេះកុហកអីហើយក៏គាត់អត់តាន់ចេះសន្យាខ្យល់ដែរប៉ុន្តែអ្វីដែលខ្ញុំក៏លេចឃើញគឺការសន្យាខ្យល់របស់លោកកឹមសុខាកាលពីអាណត្តិមុនគឺអស្ចារ្យហ្មងបងប្អូនការសន្យារបស់គាត់ធ្វើឲ្យប្រជាជនតាមជនបទនឹងជួបបាក់លុកកញ្ចក់ស្លាប់ហ្មងចាបងប្អូនគិតមើលបើសិនជាឃុំសង្កាត់ណាមួយគាត់ឈ្នះឆ្នោតគាត់នឹងគោលគោឲ្យ10ពី10ក្បាលទៅ100ក្បាលច្រើនណាស់ចាស់ចរិយាធ្វើការអត់កើតនឹងទទួលបានប្រាក់បៀវត្ស40000រៀល40000រៀលចាយាយតានៅក្នុងភូមិយើងច្រើនណាស់ហេតុអីបានជាយាយតានៅក្នុងភូមិខ្ញុំច្រើនទេព្រោះអីកូនចៅគាត់បានស្លាប់កាលពីសម័យប៉ុលពតអត់ទៅហើយអញ្ចឹងហើយប្រទេសយើងបងប្អូនត្រូវយល់ថាអញ្ចឹងហេតុអីបានជាប្រទេសយើងអត់មានមណ្ឌលចាស់ចរិយាឥឡូវនេះខ្ញុំសូមបើកវងកញ្ចក់ប្រទេសគេមានមណ្ឌលចាស់ចរិយាដោយសារតែប្រទេសគេគឺជាប្រទេសដែលគ្មានសង្គ្រាមចាហើយប្រជាពលរដ្ឋរបស់គេកើតមកគឺគេបានធ្វើការងារបម្រើរដ្ឋគេមានបងពុនជូនរដ្ឋចាពេលដែលគេកើតគេចូលទៅធ្វើការគេកាត់ប្រាក់ខែហ្នឹងចូលទៅក្នុងពន្ធរដ្ឋអញ្ចឹងនៅពេលដែលចាស់ចរិយារដ្ឋបានយកលុយពន្ធឲ្យគាត់ខំធ្វើការបម្រើរដ្ឋតាំងពីក្មេងមកហ្នឹងយកទៅចំណាយលើចាស់ចរិយាហ្នឹងក៏ប៉ុន្តែប្រទេសខ្មែរយើងអត់អញ្ចឹងទេបងប្អូនប្រទេសខ្មែរយើងទៅតែរំដោះជាតិបានប្រហែល30ឆ្នាំជាងឯងចាគឺសម័យអាពោតពេលដែលសម័យអាពោតហ្នឹងបងប្អូនយាយតាចាស់គាត់បានស្លាប់កូនគាត់អស់ហើយអញ្ចឹងពេលខ្លះទៅគាត់ចាស់ទាំងយាយទាំងតាគាត់អត់មានមុខរបរទេអញ្ចឹងគាត់អត់មានប្រាក់ចំណូលទេតើរដ្ឋណាបាក់មានលុយចិញ្ចឹមគាត់រដ្ឋអាចចិញ្ចឹមគាត់រដ្ឋអាចជួយគាត់តាមលទ្ធភាពដែលទៅរួចពីព្រោះមិនមែនចាស់ចរិយា4-10-20នាក់ណាបងប្អូនសរុបចាស់ចរិយាដែលអត់មានគ្រួសារអត់មានទីពឹងគឺច្រើនណាស់អញ្ចឹងគេហៅថាវប្បធម៌ចែករំលែកទៅតាមធនធានទៅតាមភូមិសង្កាត់ទៅតាមចៅសង្កាត់ទៅតាមអភិបាលក្រុងអភិបាលខេត្តណាដែលគាត់អាចធ្វើទៅរួចចានេះខ្ញុំចង់ជម្រាបរឿងចាស់ចរិយាកុំគិតថារដ្ឋាភិបាលយើងទុកចាស់ចរិយាចោលចាស់ចរិយាដែលអត់មានមណ្ឌលហើយការបង្កើតមណ្ឌលនីមួយៗមិនមែនអត់ថោកទេហើយក៏ជាការដែលអំពាវនាវខ្ញុំក៏ធ្លាប់អំពាវនាវដែរសូមឲ្យរដ្ឋាភិបាលគិតគូររឿងចាស់ចរិយាសូមឲ្យមានមណ្ឌលចាស់ចរិយាមួយសម្រាប់ពួកគាត់ផងចាទី2នេះខ្ញុំសូមនិយាយតើគោ10ក្បាលទៅ100ក្បាលដែលចែកទៅតាមឃុំសង្កាត់នីមួយៗដែលជាប់ឆ្នោតដោយគណៈបកសង្គ្រោះជាតិនៅឯណា
តាលុយ40000ដែលតាមឃុំសង្កាត់ជាប់ឆ្នោតដោយគណៈបកសង្គ្រោះជាតិនៅណាកុំនិយាយប្រាប់ខ្ញុំថារងចាំឲ្យគណៈបកសង្គ្រោះជាតិខ្លាយទៅជានាយករដ្ឋមន្ត្រីសិន10ឆ្នាំ20ឆ្នាំតើលោកកឹមសុខាអាចខ្លាយទៅជានាយករដ្ឋមន្ត្រីដែរឬទេជួយឆ្លើយខ្ញុំផងឆ្លើយត្រូវមានរង្វាន់សក់ស្កើទាំងលើស្កើទាំងក្រោមក៏ខ្ញុំមិនប្រកាសថាលោកកឹមសុខាជាប់ឆ្នោតជានាយករដ្ឋមន្ត្រីដែរណានេះសូមទានជ្រាបចានៅមានទៀតអ្វីដែលសន្យានោះគឺជាសន្យាខ្យល់ហើយបងប្អូនក៏10ក្បាលទៅ100ក្បាលហើយនឹងលុយ40000រៀលគេហៅថាសន្យាខ្យល់ប៉ុន្តែថ្មីនេះដល់រដូវកាលបោះឆ្នោតសាជាថ្មីទៀតគឺសន្យាខ្ជុះតែម្ដងបងប្អូនចារៀបចំបោះឆ្នោតរៀបចំហើយបាក់ភ្លាមលោកកឹមសុខាបានចោលសម្ដីថាបើសិនជាឃុំសង្កាត់ណាមួយចុះឆ្នោតគាត់នឹងប្រគល់លុយ500000 $50000មិនតិចទេច្រើនណាស់500000ណាមិន500000ខ្មែរទេហើយក៏មិន500000ដងដែរ$50000បងប្អូនតើលោកកឹមសុខាបានលុយ$50000មកពីណាតើលោកកឹមសុខាមានមុខរបររស់ស៊ីអីបានជាលោកកឹមសុខាមានលុយដល់ទៅមួយសង្កាត់$50000ឲ្យមួយឃុំ$50000ឲ្យបងប្អូនត្រូវពិចារណាមែនទេតើវាជាសន្យាខ្ជុះដែរឬទេមិនមែនសន្យាខ្សោយសន្យាខ្សោយគឺទូចតែសន្យាខ្ជុះគឺវាធំយល់ទេអត់យល់ថាហេតុអីបានជាប្រវេមាត់លោកកឹមសុខាហ្នឹងគឺវាល្អយល់តែមែនទេហេតុអីបានជាដាតអត់ឆ្អឹងរបស់លោកឯងហ្នឹងវាកន្លោះស្រួលមែនទេចាស្រួលរហូតដល់នាងខ្ញុំដែរជាអ្នកតាមដានហ្នឹងស្ទើរតែមិនជឿដាក់ទៅកញ្ញាំងខួរហ្មងណាបងប្អូនមិនមែនកញ្ញាំងតិចតួចកញ្ញាំងខ្លាំងហ្មងចាឥឡូវចង់បានសិលឹកឆ្នោតទេចង់បានសិលឹកឆ្នោតមិនដែលធ្វើអីមិនដែលអភិវឌ្ឍប្រទេសជាតិមិនដែលសាងសង់សូម្បីតែប្រគុណអាចមួយប៉ុន្តែសន្យាខ្យល់ហើយសន្យាព្យុះនោះគឺវាហូរហាយហើណាស់ហើយខ្ញុំចង់និយាយថាមានអារម្មណ៍ខ្មាស់ខ្ញុំខ្លះអត់មានអារម្មណ៍ខ្មាស់កូនខ្មែរខ្លះអត់និយាយពីរឿងអាស្រូវហៀកែងខ្ញុំអត់ចង់និយាយរដូវកាលបោះឆ្នោតតែសន្យានេះសន្យាបានប្រយោជន៍អីមានទឹកមានចិត្តអាណិតយាយតាអត់ខ្ញុំចង់និយាយថាក្នុងនាមខ្ញុំគឺជាអតីតកាលជាអ្នកគ្រប់គ្រងសង្គ្រោះជាតិផ្កាប់មុខហ្មងបងប្អូនផ្កាប់មុខពើហ្មងចាគ្រាន់តែថាខ្ញុំអត់ល្ងងហើយនាងខ្ញុំក៏សូមអំពាវនាវដល់បងប្អូនពលករកម្មករកសិករធ្វើការតាមសហគ្រាសរោងចក្រនិងក្រៅប្រទេសទាំងអស់ជាទីស្រឡាញ់និងជាទីនឹករលឹកមិនមែននាងខ្ញុំឲ្យបងប្អូននឹងស្អប់គណៈបកសង្គ្រោះជាតិហើយមកបោះឆ្នោតឲ្យគណៈបកប្រជាជនទេប៉ុន្តែនាងខ្ញុំគ្រាន់តែឲ្យបងប្អូនវិភាគថាបងប្អូនគួរតែដល់ពេលដែលត្រូវចេះពិចារណាហើយពីព្រោះអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិទាំងអស់ណាបានចាក់ចេញពីគណៈបកសង្គ្រោះជាតិជារឿយហើយអ្នកដែលនៅគ្រប់គ្រងគណៈបកសង្គ្រោះជាតិគាត់មិនទាន់បានពិចារណានិងមិនទាន់បានចេះគិតហើយភាគច្រើនគឺជាមនុស្សដែលចេញពីវណ្ណៈកសិករក្រីក្រដែលគាត់ខ្ជិលច្អូសហ្មងខ្ញុំនិយាយចេះដេកឡើងរងចាំឲ្យគណៈបកសង្គ្រោះជាតិនេះជាប់ឆ្នោតទៅអាលបានប្រាក់បៀវត្សខ្ពស់ប្រាក់បៀវត្សស្អីបើអត់ធ្វើការអីសោះហ่าឲ្យបានប្រាក់បៀវត្សមកពីណាហើយគណៈបកសង្គ្រោះជាតិនេះបានលុយមកពីណា500000ឥឡូវហ្នឹងតម្លើងរហូតដល់1លានទៀតជាប់ឆ្នោតឃុំសង្កាត់នឹងតម្លើងឲ្យ1លានបានមកពីណាបងប្អូនខ្ញុំអត់យល់វិភាគឡើងហត់ក៏នៅតែអត់យល់ថាហេតុអីបានជាលោកកឹមសុខានិយាយធូសាហាវជាងផោមទៅទៀតនិយាយធូនេះអត់ជេរណាបងប្អូនខ្ញុំមិនបានជេរខ្ញុំនិយាយឲ្យព្រោះអីមនុស្សដូចខ្ញុំកើតនៅក្នុងប្រទេសដែលមានសុខសន្តិភាពខ្ញុំអត់យកការជេរបតិចផ្ដាសាមកឯងហើយបងប្អូនក៏ធ្លាប់ឃើញដែរមែនទេធនធានគណៈបកសង្គ្រោះជាតិចេញមកគឺជេរហ្មងមនុស្សយើងខ្លៅមិនខ្លៅល្ងងមិនល្ងងគេមើលតាមសន្តានបើអ្នកនឹងយកខួរក្បាលមកជេរតែយើងបចោតែយើងមីយួនមីកញ្ចេះយួនមីក្បត់ជាតិអាហ្នឹងមិនមែនជាអ្នកចេះដឹងទេមានទេបងប្អូនចាគឺមនុស្សល្ងងខ្លៅខ្ញុំធ្លាប់ប្រាប់បងប្អូនថាអាល្ងងខ្លៅហ្នឹងព្យាបាលមិនជាទេបងប្អូនចាអាល្ងងខ្លៅអាល្ងងខ្លោចអាភ្លើហ្នឹងណាគឺវាបានតែបាតកម្មងាប់អីចោលបងចោលអូនចោលម៉ែចោលឪតែប៉ុណ្្នឹងឯងហើយបើចង់ខ្លាចជាវីរៈបរោះឬក៏ចង់វីរៈបតកោទៀតសូមអញ្ជើញចាងាយខ្ញុំបានមានបបាអីបងប្អូនឯងធ្វើអីធ្វើទៅតែចាប៉ុន្តែបើសិនជាបងប្អូនឯងមានបញ្ហាដល់អាយុជីវិតមានខ្ញុំក៏មានតការអាណិតអាសូរទៅតាមសន្តានទៅតាមជនជាតិទៅតាមឈានជ័រជាខ្មែរដូចគ្នាតែប៉ុណ្ណឹងបងប្អូនប្រជាពលរដ្ឋបងប្អូនពលករកម្មករកសិករទាំងអស់ជាទីស្រឡាញ់បងប្អូនត្រូវតាគិតគូរឲ្យមែនទែនរឿងសិលឹកឆ្នោតគឺជាអាយុជីវិតរបស់បងប្អូនបើបងប្អូនជ្រើសរើសត្រូវ
ជីវិតបងប្អូនកូនចៅបងប្អូនចំនួនក្រោយនឹងមានសេចក្តីសុខនឹងរស់នៅក្នុងប្រទេសជាតិមួយដែលមានស្ថិរភាពដែលមានសាលារៀនមានវត្តអារាមមានវិថីមានរថយន្តមានឧបករណ៍ទំនើបសម្ភារៈបច្ចេកទេសប្រើប្រាស់ដូចប្រទេសគេដទៃទៀតដែរតែបើសិនជាបងប្អូនជ្រើសរើសខុសការសន្យាដែលធ្វើឲ្យបងប្អូនឈឺចិត្តម្ដងហើយម្ដងទៀតចានាងខ្ញុំធ្លាប់ឃើញមកហើយមានបងប្អូនមួយចំនួនគាត់មានការឈឺចាប់ខ្លាំងមែនទែនបងប្អូនរហូតដល់បង្ហោះតាម Facebook ពីការដែលគាត់បាត់បង់ធនធានទ្រព្យសម្បត្តិដែលចាញ់បោកគណៈបកសង្គ្រោះជាតិកន្លងមកតែនាងខ្ញុំសូមមិននិយាយទេហើយនាងខ្ញុំក៏សប្បាយចិត្តតែពេញទេដែលបងប្អូនទាំងអស់នោះបានភ្ញាក់ខ្លួនបងប្អូនពលករកសិករទាំងអស់ខិតខំធ្វើការទៅកុំដេករំពឹងកុំដេកចាំសំណាងកុំហត់នឿយនឹងការបោះឆ្នោតនឹងរងចាំលុយ50,000នៅលើមេចានៅលើមេនៅលើអានចាហើយនាងខ្ញុំក៏ចង់ជម្រាបដែរបងប្អូនត្រូវគិតហើយនឹងត្រូវពិចារណាសាជាថ្មីណាបងប្អូនគណៈបកសង្គ្រោះជាតិតាមពីដើមមករៃអង្គាសប្រាក់ពីបងប្អូនលាដៃសុំលុយរះអត់យល់ហែងធ្វើពលករកម្មករកសិករស្អីក៏ដោយអ្នកសុំទានក៏ដោយអាចារ្យវត្តក៏ដោយអាចារ្យភ្លុកក៏ដោយគឺសុំទាំងអស់យកទាំងអស់លាដៃសុំលុយដែលគ្មានអ៊ីនខ្មាស់បែកឃ្លារឿងអាស្រូវស្រីញីពេញសុំទៅនៅក្នុងសភាប្រគុណសភាក៏គាត់ធ្វើគ្នាកើតដែរនេះខ្ញុំនិយាយអញ្ចឹងបានខ្ញុំចង់ជម្រាបថាបងប្អូនគិតមើលទៅតាំងពីកើតពីពោះម៉ែពោះឪយើងមកតើដៃមានអត់រៃអង្គាសប្រាក់បុណ្យកឋិនទានរៃអង្គាសប្រាក់ត្រង់ប្រាក់បុណ្យផ្កាប្រាក់រៃអង្គាសប្រាក់ត្រង់ប្រាក់ណារៃអង្គាសប្រាក់រៃអង្គាសប្រាក់ពីពលករខ្មែរយើងពីប្រជាជនខ្មែរយើងទៅប្តឹង ICC ចាប់សម្ដេចហ៊ុនសែនដាក់គុកពីបទក្បត់ជាតិរៃអង្គាសប្រាក់ទៅធ្វើមូលនិធិស្អីគេស្ថានីយទូព្រះអាទិត្យណាឥឡូវលុយនឹងទៅណាអស់ហើយខ្ញុំឆ្លងលុយនឹងតាណាអស់ដល់ហើយនេះតែខ្ញុំឃើញគឹមសុខាឃើញសំរងស៊ីឃើញកូនចៅអាចែមគាត់ហ្នឹងនិយាយពីដុល្លារដូរផ្ទះដូរស្រីទៀតសាហាវរកធ្វើដូរស្រីហ្នឹងហ្មងដូរស្រីបែកធ្លាយវីដេអូបែកធ្លាយសំឡេងបែកធ្លាយយ៉ាងអាណាចារបំផុតគណៈបកសង្គ្រោះជាតិគួរតែដូរឈ្មោះដាក់ទៅជាគណៈបកអាណាចារម្ដងមិញតាបើគណៈបកអាណាធិបតេយ្យយ៉ាងអាណាចារពីប្រូស្ដាប់ដែរចឹងបងប្អូនពិចារណាមែនទេចាគ្រប់យ៉ាងសុទ្ធតែជាការសន្យាផ្ទុះសន្យាខ្យល់សន្យាផ្ទុះឥឡូវឈានដល់សន្យាផ្ទុះហើយណាបងប្អូនចាអញ្ចឹងនៅថ្ងៃទី2គឺយើងបើកយុទ្ធនាការហែប៉ាក់តាមលក្ខណៈទ្រង់ទ្រាយធំដើម្បីបញ្ចប់ការហែប៉ាក់ហ្នឹងថ្ងៃទី3គឺយើងត្រៀមថ្ងៃទី4គឺចូលរួមបោះឆ្នោតឃុំសង្កាត់ទាំងអស់គ្នាចាសម្រាប់នាងខ្ញុំគឺនាងខ្ញុំបោះឆ្នោតឲ្យគណៈបកប្រជាជនព្រោះនាងខ្ញុំមានជំនឿជឿជាក់លើសម្ដេចហ៊ុនសែនថាម្នាក់គត់ចាប្រទេសជាតិខ្ញុំរីកចម្រើនគឺដោយសារតែសម្ដេចមិនដែលរត់ចោលកូនចៅទេកូនចៅសម្ដេចទាំងពូជនៅស្រុកខ្មែរអត់ដូចខាងគណៈបកឆាំងទេណាកូនចៅកឹមសុខាអត់ឃើញនៅស្រុកខ្មែរទេលឹបលោម្ដងនៅនេះម្ដងនៅនោះបើសំរងស៊ីវិញចោលមកសៀតសុតហ្មងអាញីហ្នឹងអូសុំទោសជេរមួយម៉ាត់ទេអាហ្នឹងជ្រុលលេបងប្អូនជ្រុលមាត់អញ្ចឹងកុំប្រកាន់នេះណាអរគុណច្រើនបងប្អូនហើយបើយើងជាអ្នកគ្រប់គ្រងគណៈបកណាជ្រើសរើសរៀងខ្លួនណាចាហើយក៏គុំធ្វើអ្វីមួយដែលប៉ះពាល់ដល់ប្រទេសជាតិអសន្តិសុខក្នុងប្រទេសនាំឲ្យមានទុកមានទោសដល់ជីវិតរៀងខ្លួនហើយគ្រប់សិទ្ធិគ្នាទៅវិញទៅមកក្នុងនាមជាប្រជាពលរដ្ឋខ្មែរអរគុណច្រើនសម្រាប់បងប្អូនដែលបានទស្សនានៅក្នុងវីដេអូឃ្លីបនេះសូមឲ្យបងប្អូនជួបតែសំណាងល្អទាំងអស់គ្នាជម្រាបលា